ชีវិតជាអ្នកធ្វើការអត់មានអីគិតច្រើនពីរឿងធ្វើម្ហូបទេដោយសារពេលវេលាយើងខ្លីអញ្ចឹងហើយចេញពីធ្វើការម៉ោង5ឬក៏6ប្រហែលអញ្ចឹងរនឹកម្ហូបណាដែលបានធ្វើលឿនឆាប់បានញ៉ាំបើមិនអញ្ចឹងទេដឹងតែម្ហូបស្រាប់ទៀតហើយអញ្ចឹងម្ហូបមួយមុខនេះគឺចំណាយពេលវេលាលឿនមែនទែនក្នុងការចម្អិនណាប្រហែលជា15នាទីអីគឺអាចញ៉ាំបានហើយសម្លម្ជូរគ្រឿងម្ទេសផ្លោកនេះគឺយើងប្រើគ្រឿងផ្សំតែ2មុខទេគឺត្រូវការស្អឹងសម្រាប់ស្លម្ជូរហើយនិងម្ទេសផ្លោកពណ៌ខៀវហ្នឹងណាអញ្ចឹងតកតងនឹងរបៀបធ្វើគឺងាយមែនទែនបងប្អូនអាចតាមដានទស្សនាវីដេអូនេះបានហើយយើងអាចអនុវត្តធ្វើនៅពេលដែលមានកិច្ចការអីបញ្ញាប់អត់មានពេលវេលាធ្វើម្ហូបគ្រប់គ្រាន់ណាអាចជ្រើសរើសម្ហូបនេះមកចម្អិនបានមិនត្រឹមតែមានរសជាតិឆ្ងាញ់ហើយគឺចំណាយពេលវេលាខ្លីក្នុងការចម្អិនអញ្ចឹងតោះឥឡូវមកស្គាល់គ្រឿងផ្សំទាំងអស់គ្នាអញ្ចឹងជាដំបូងគឺខ្ញុំមានសាច់ជ្រូកសាច់នេះគឺអត់បានសាច់ស្រស់ទេបងប្អូនដោយសារតែទិញទុកមួយអាទិត្យម្ដងអញ្ចឹងណាអញ្ចឹងរៀងយើងដាក់កញ្ចប់ទុកទៅត្រូវការស្លយើងយកមកស្លហើយម្ទេសនេះគឺម្ទេសដែលយើងដាំតាមធម្មជាតិណាផ្លែអត់សូវធំទេបងប្អូនឃើញម្ទេសលក់នៅទីផ្សារធំហ្នឹងអាហ្នឹងជាម្ទេសដែលយើងនាំចូលអញ្ចឹងធ្វើបិទតែរូបសម្រស់វាល្អប៉ុន្តែតកតងនឹងការប្រើប្រាស់សារធាតុគីមីក៏ច្រើនដែរអញ្ចឹងម្ទេសដែលយើងដាំតាមប្រជាកសិករយើងក៏ដាំនៅតាមភូមិតាមអីគឺផ្លែអត់សូវធំល្អទេអញ្ចឹងម្ទេសហ្នឹងគឺមានតែ5 6ផ្លែហ្នឹងមកហើយគ្រឿងដោយសារខ្ញុំមានគ្រឿងបុកស្រាប់អញ្ចឹងខ្ញុំគ្រាន់តែបន្ថែមជាមួយស្លឹកក្រូចហើយជាមួយខ្ទឹមសខ្ទឹមក្រហមដើម្បីបុកបន្ថែមឯងហើយមានជាមួយនឹងប្រហុកបន្តិចយើងចិញ្ច្រាំដាក់បុកជាមួយគ្រឿងហ្នឹងតែបើសិនជាបងប្អូនអត់មានគ្រឿងកិនស្រាប់ទេគឺយើងហាន់ស្លឹកគ្រៃដោយដែងហើយនឹងអឺខ្ទឹមអីហ្នឹងដាក់បុកជាមួយគ្នាទៅគឺបានដូចគ្នាប៉ុន្តែសារយើងមានស្រាប់ចេះរៀងលឿនបន្តិចអញ្ចឹងបន្ទាប់ពីធ្វើការបុកចូលគ្នាឲ្យសព្វហើយគឺយើងធ្វើការមកលីងគ្រឿងនឹងឲ្យឈ្ងុយសិនអញ្ចឹងបើកភ្លើងមកដាក់លីងគ្រឿងយើងរៀងឈ្ងុយបន្តិចចាំយើងដាក់សាច់កូរជាមួយគ្រឿងកូរច្របល់ចូលគ្នារហូតដល់សាច់របស់យើងរៀងឆ្អិនបានបន្តិចចាំយើងបន្ថែមជាមួយនឹងទឹកអញ្ចឹងទឹកហ្នឹងយើងប្រើបរិមាណល្មមមកយើងស្លដូចជាក់ស្ដែងក្នុងវីដេអូនេះខ្ញុំប្រើទឹកប្រហែលជា750 ml ដល់1លីត្រទេសារស្លតិចដែរអញ្ចឹងពេលដែលទឹកនឹងពុះហើយយើងធ្វើការបង់គ្រឿងចូលទៅមានប៊ីចេងស្ករមានអំបិលម្សៅស៊ុបអីហ្នឹងយើងដាក់ចូលទៅហើយភ្លក់តាមចំណង់ចំណូលចិត្តនៅពេលដែលយើងភ្លក់គ្រឿងត្រូវរសជាតិដែលយើងចង់បានហើយចាំយើងបន្ថែមជាមួយទឹកអំពិលទុំអញ្ចឹងពេលដែលបន្ថែមទឹកអំពិលទុំហើយគឺយើងអាចដាក់ម្ទេសផ្លោករបស់យើងចូលហើយជាការស្រេចហើយអញ្ចឹងម្ហូបមួយមុខនេះគឺលឿនមែនទែនអញ្ចឹងម្ទេសនេះគឺយើងអត់ចំណាយពេលដាក់យូរយើងដាក់ប្រហែលរៀងសពតបន្តិចគឺអាចលើកបានហើយប៉ុន្តែដោយសារតើអ្នកខ្លះចូលចិត្តរៀងឆ្អិនទៅយើងអាចមើលតាមហ្នឹងណាហើយបើសិនជាអ្នកអត់សូវចូលចិត្តរៀងឆ្អិនពេកទេយើងដាក់តែមួយភ្លោហើយស្រង់បានហើយបន្ថែមជាមួយនឹងម្រះព្រៅហើយជាការស្រេចហើយអញ្ចឹងពេលដែលស្លហើយគឺចាប់ផ្ដើមដួសរៀបដាក់ចានមកហើយចំណាយពេល15នាទីហ្នឹងគឺអាចបានញ៉ាំលឿនមែនទែនហើយរសជាតិគឺឆ្ងាញ់មែនទែនបងប្អូនអាចសាកធ្វើបានណាដោយសារតែម្ហូបនេះគឺសម្រាប់អ្នកដែលអត់មានពេលវេលាគ្រប់គ្រាន់ក្នុងការចម្អិនម្ហូបអញ្ចឹងអាចទស្សនាវីដេអូនេះបានហើយអាចយកទៅអនុវត្តបានអរគុណច្រើនសម្រាប់ការតាមដាន